សួស្តីអ្នកទាំងអស់គ្នាយើងវិលជួបគ្នាជាថ្មីនៅក្នុងករណីរបស់លោកឈិនស៊ីហើយថ្ងៃនេះដែរគឺខ្ញុំមានព័ត៌មានអាប់ដេតខ្លះៗតាក់ទងជាមួយនឹងអ្នកដែលជាប់ពាក់ព័ន្ធជាមួយនឹងឈិនស៊ីចង់ដឹងថាតើនរណាខ្លះមានជាប់ពាក់ព័ន្ធតោះយើងនាំគ្នាទៅស្វែងយល់ទាំងអស់គ្នានៅឯទីក្រុងហុងកុងផ្លូវម៉ៅនីកូឡាសាន់មានអចលនទ្រព្យមួយក្នុងចំណោមអចលនទ្រព្យជាច្រើនត្រូវបានគេស្គាល់ថាជា Pigmentson វាមានតម្លៃរហូតដល់$167 លានប៉ុន្តែគ្មាននរណាម្នាក់ដឹងថាមាននរណារស់នៅទីនោះដែរឬទេកំណត់ត្រាអចលនទ្រព្យបានចុះបញ្ជីក្រុមហ៊ុនមួយដែលមានឈ្មោះថា Great Supreme Limited ដែលបានដាក់បញ្ចូលទៅក្នុងកោះ British Virgin នៅទីនោះគ្មានលេខទំនាក់ទំនងក្នុងស្រុកគ្មានលេខឯកសារសាជីវកម្មប៉ុន្តែបន្ទាប់មួយនៅក្នុងឯកសារបង្ហាញអំពីហិរញ្ញវត្ថុដែលជាឯកសារយោងទៅកាន់ក្រុមហ៊ុន Prince Holding Group នៅពេលដែលអ្នកសារព័ត៌មានចាប់ផ្ដើមត្រួតពិនិត្យឯកសារអចលនទ្រព្យនៅដើមឆ្នាំ2024ពួកគេបានរកឃើញថា Great Supreme Limited បានផ្ទេរប្រាក់ចំនួន$47 លានតាមរយៈអន្តរការីសង្ហបុរីដែលភ្ជាប់ទៅកាន់ក្រុមហ៊ុនអចលនទ្រព្យ Trust ដែលជាកម្មសិទ្ធិរបស់ Prince Holding Group ហត្ថលេខីរបស់ម្ចាស់ក្រុមហ៊ុនអចលនទ្រព្យ Trust គឺជាស្ត្រីម្នាក់ដែលបានបង្ហាញខ្លួននៅក្នុងការចុះបញ្ជីក្រុមហ៊ុនហុងកុងជាច្រើនក្នុងនាមជាអ្នកប្រឹក្សាជាអ្នកវិនិយោគប៉ុន្តែមុខរបរផ្សេងទៀតរបស់នាងគឺជាជំនួយការរបស់លោកឈិនស៊ីនៅក្នុងការស៊ើបអង្កេតឆ្នាំ2025ទៅលើការលាងលុយកខ្វក់ Digital អ្នកស៊ើបអង្កេតបានលើកឡើងអំពីអចលនទ្រព្យមួយនៅក្នុងទីក្រុងហុងកុងដែលមានតម្លៃប្រហែលជា$170 លានដែលត្រូវបានគេជឿថាត្រូវបានប្រើប្រាស់សម្រាប់ផ្លាស់ប្ដូរមូលធនប្រែក្លាយរូបិយប័ណ្ណ Digital ទៅជាអចលនទ្រព្យជាក់ស្ដែងការពិពណ៌នាទីតាំងនិងបន្ទាប់ពេលវេលាត្រូវគ្នាទៅនឹង Pigmentson យ៉ាងពិតប្រាកដទោះជាយ៉ាងណាក៏ដោយឈ្មោះរបស់លោកឈិនស៊ីមិនដែលបង្ហាញនៅលើប័ណ្ណកម្មសិទ្ធិណាមួយឡើយផ្ទុយទៅវិញវាត្រូវបានឆ្លងកាត់អង្គភាពចំនួន7ពីទីក្រុងហុងកុងទៅកាន់កោះ Virgin ហើយនិងសង្ហបុរីនៅកម្ពុជាហើយការផ្ទេរចុងក្រោយត្រូវបានកត់ត្រានៅក្នុងឆ្នាំ2019កម្មសិទ្ធិពិតរបស់អចលនទ្រព្យត្រូវបានលុបចេញពីកំណត់ត្រាសាធារណៈយ៉ាងមានប្រសិទ្ធភាពប៉ុន្តែការទូទាត់មិនត្រូវបានបាត់នោះទេពួកគេបានលេចចេញម្ដងទៀតនៅទូទាំងយុទ្ធធិការជាច្រើនដែលភ្ជាប់ទៅនឹងបណ្ដាញរបស់ Prince Group ទ្រព្យសកម្ម crypto ដែលភ្ជាប់ជាមួយនឹងបណ្ដាញ Prince Group ជារឿយៗបានលេចឡើងម្ដងទៀតនៅក្នុងទីផ្សារអចលនទ្រព្យប្រណិតរបស់ទីក្រុងហុងកុងការរកឃើញនេះស្របតាមរបាយការណ៍ពីប្រតិបត្តិព័ត៌មានស៊ើបការណ៍ហិរញ្ញវត្ថុឆ្នាំ2025របស់ Interpol ដែលបានចុះបញ្ជីការកាន់កាប់អចលនទ្រព្យហុងកុងតម្លៃខ្ពស់ដែលភ្ជាប់ទៅនឹងក្រុមបោកប្រាស់នៅអាស៊ីអាគ្នេយ៍ដែលជាការលាងលុយកខ្វក់ដ៏សំខាន់ផ្នែកមួយដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺអង្គភាពមួយក្នុងចំណោមអង្គភាពហុងកុងដែលបានលើកឡើងគឺ Great Supreme Limited បានបង្ហាញខ្លួនម្ដងទៀតដែលបានចុះបញ្ជី BVI ទោះបីជាមិនមានឈ្មោះនៅក្នុងបញ្ជីក៏ដោយក៏ការភ្ជាប់ទំនាក់ទំនងជាមួយនឹង Prince Group គឺមិនអាចប្រកែកបានទន្ទឹមនឹងនេះឈិនស៊ីបានរក្សារូបភាពជាសប្បុរសជនស្របច្បាប់គាត់បានឧបត្ថម្ភទៅដល់មន្ទីរពេទ្យបរិច្ចាគក្នុងកំឡុងពេលជំងឺរាតត្បាតប៉ុន្តែនៅពីក្រោយរូបភាពទាំងនោះគឺវាលើសពីអ្វីដែលយើងអាចរំពឹងទុកទៅទៀតនៅពេលដែលអ្នកស៊ើបអង្កេតបានចាប់ផ្ដើមបញ្ចូលគ្នានៅរចនាសម្ព័ន្ធកម្មសិទ្ធិនៅពីក្រោយអគារតម្លៃ$167 លាននោះឈ្មោះមួយក៏បានលេចចេញឡើងគឺ Choi Eun គឺជាស្ត្រីដែលអត្តសញ្ញាណហាក់ដូចជាមើលមិនឃើញនៅខាងក្រៅគេហទំព័រ LinkedIn របស់នាងគឺទទេស្អាតគ្មានរូបភាពគ្មានប្រវត្តិការងារប៉ុន្តែហត្ថលេខារបស់នាងបានលេចឡើងនៅលើឯកសារជាច្រើនដែលភ្ជាប់ប្រតិបត្តិការហុងកុងរបស់ Prince Group ទៅនឹងការកាន់កាប់ឯកជនរបស់លោកឈិនស៊ីនៅពេលដែលបញ្ជីទណ្ឌកម្មឆ្នាំ2025របស់រដ្ឋាភិបាលសហរដ្ឋអាមេរិកត្រូវបានចេញផ្សាយឈ្មោះរបស់នាងនៅទីនោះត្រូវបានពិពណ៌នាថាជាអ្នកគ្រប់គ្រងទ្រព្យសកម្មនិងរក្សាការសម្ងាត់ផ្ទាល់ខ្លួនដែលទទួលខុសត្រូវចំពោះការសម្របសម្រួលនៅឯនេសមុទ្រដូច្នេះតើ Choi Eun គឺជានរណាChoi Eun គឺជាអ្នកគ្រប់គ្រងផ្នែករដ្ឋបាលដែលស្ទាត់ជំនាញក្នុងភាសាអង់គ្លេសនិងភាសាចិនកុកងឺដែលបានចូលរួមជាមួយ Prince Group កាលពីដើមឆ្នាំអតីតបុគ្គលិកនៅទីនោះបាននិយាយថានាងគឺជាស្រមោលរបស់លោកឈិនស៊ីដែលមានវត្តមាននៅក្នុងរាល់ប្រតិបត្តិការសំខាន់ៗឈិនស៊ីបានជឿទុកចិត្តនាងច្រើនជាងមេធាវីរបស់គាត់ទៅទៀតហើយមានពាក្យចចាមអារ៉ាមបាននិយាយថានាងបានគ្រប់គ្រងគណនី BVI នៅសង្ហបុរីដែលមានមូលដ្ឋានលើទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់លោកឈិនស៊ី
កំណត់ត្រាសាជីវកម្មពីឆ្នាំ2017បានបង្ហាញថា Chow Eun បានដាក់បញ្ចូលអង្គភាពហុងកុងមួយដែលមានឈ្មោះថា Mighty Divide Capital ដែលប្រតិបត្តិការពីអាសយដ្ឋានដូចគ្នាជាមួយនឹង Prince Holding Group 68 Kimberley Road Tim Sa Sui ការិយាល័យនេះត្រូវបានចុះបញ្ជីផ្លូវការជាអគារពាណិជ្ជកម្ម Great Deer ហើយក្រោយមកត្រូវបានបង្ហាញឲ្យឃើញពីក្រុមហ៊ុន Cell យ៉ាងហោចណាស់ចំនួន7ដែលប្រើប្រាស់សម្រាប់ការផ្ទេរទ្រព្យសម្បត្តិនិងរូបិយប័ណ្ណគ្រីបតូនៅពេលដែលនាយកកបង្កកគណនីមួយចំនួននៅក្នុងប្រទេសសិង្ហបុរី Chow Eun បានផ្លាស់ប្តូរប្រតិបត្តិការភ្លាមៗទៅកាន់ទីក្រុងហុងកុងនៅក្នុងឆ្នាំ2019ឯកសារដែលបានដាក់ទៅការិយាល័យចុះបញ្ជីដីធ្លីហុងកុងបានចុះបញ្ជីថានាងគឺជាតំណាងដែលអនុញ្ញាតនៃអង្គភាពទិញការទូទាត់នេះត្រូវបានបំបែកជា3ប្រតិបត្តិការគឺ$60 លាន$52 លាននិង$55 លានម្នាក់មកពីគណនីផ្សេងគ្នាក្រោមសាជីវកម្មផ្សេងគ្នា2នាក់ក្នុងចំណោមពួកគេបានទៅធនាគារ OCBC របស់សិង្ហបុរីខណៈមួយទៀតប្រភពចេញពីធនាគារកម្ពុជាដែលសហការជាមួយនឹងក្រុមហ៊ុន Prince Group ចំនួនសរុបត្រូវគ្នានឹងតម្លៃចុងក្រោយរបស់អចលនទ្រព្យគឺ$1.3 ពាន់លានហុងកុងឬប្រហែលជា$167 លានសហរដ្ឋអាមេរិកប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងជាងនេះទៅទៀតនោះគឺទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់នាងយោងតាមការបែកធ្លាយរបាយការណ៍ធនាគារដែលត្រូវបានពិនិត្យដោយអ្នកស៊ើបអង្កេតអន្តរជាតិគណនីផ្ទាល់ខ្លួនរបស់នាងមានទ្រព្យសម្បត្តិជាង$380 លានដែលលើសពីអ្វីដែលលេខាធិការសាជីវកម្មអាចរកបានដោយស្របច្បាប់ឯកសារមួយចំនួនបានបង្ហាញថានាងបានវិនិយោគយ៉ាងច្រើនទៅក្នុងសិល្បៈវិចិត្រគ្រឿងអលង្ការពេជ្រនិងភាគហ៊ុនចុះបញ្ជីនៅហុងកុងដែលភ្ជាប់ជាមួយនឹងក្រុមហ៊ុនដែលគ្រប់គ្រងដោយ Prince Group ការរំពឹងទុកអំពីទូនាទីពិតរបស់នាងកាន់តែស៊ីជម្រៅនៅពេលដែលអតីតអ្នកខាងក្នុងរបស់ក្រុមហ៊ុន Prince Group ដែលមិនបានបញ្ចេញឈ្មោះបានអះអាងថានាងគឺជាអ្នកដោះស្រាយហិរញ្ញវត្ថុច្រើនជាងប្រសិនបើមានអ្វីកើតឡើងចំពោះ Chen Xi នាងដឹងថាអ្វីៗទាំងអស់នៅឯណាគ្រប់ក្រុមហ៊ុននិងគ្រប់សាវហើយសេចក្តីថ្លែងការណ៍នោះបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅដល់អន្តរជាតិដូច្នេះតើ Chow Eun អាចកាន់កាប់កូនសោឯកជន 12,000 Bitcoin របស់ Chen Xi បានដែរឬទេខណៈពេលដែលនៅតែមិនទាន់អាចបញ្ជាក់បានអ្នកស៊ើបអង្កេតបានរកឃើញការឆ្លើយឆ្លងរវាង Chow Eun និងក្រុមហ៊ុន Fintech របស់ប្រទេសសិង្ហបុរីដែលមានឯកទេសក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិ Digital អ៊ីមែលដែលបានជូនគម្រោងមួយដែលមានឈ្មោះថា Aurora Vault ដែលត្រូវបានពិពណ៌នាថាជាប្រព័ន្ធទុកពហុស្រទាប់ជាមួយនឹងការចូលប្រើដែលបានចែករំលែករវាងអ្នកទទួលបន្ទុក3នាក់ម្នាក់ក្នុងចំណោមអ្នកទទួលបន្ទុកទាំងនោះដែលចុះក្នុងបញ្ជីមានឈ្មោះត្រឹមតែ ZY ទោះបីជាតួនាទីសំខាន់របស់នាងមិនដែលនិយាយជាសាធារណៈក៏ដោយប៉ុន្តែនាងបានបាត់ខ្លួនពីហុងកុងនៅក្នុងឆ្នាំ2024មុនពេលទណ្ឌកម្មសហរដ្ឋអាមេរិកត្រូវបានប្រកាសប្រភពមួយបានអះអាងថានាងបានផ្លាស់ទីលំនៅទៅកាន់ទីក្រុងឌូបៃជាកន្លែងដែលនាងត្រូវបានចោទប្រកាន់ថាគ្រប់គ្រងទ្រព្យសម្បត្តិគ្រួសារឯកជននៅក្រោមអង្គភាពថ្មីមួយដែលបានចុះបញ្ជីនៅក្នុងតំបន់សេរី DMCC ប្រសិនបើនោះជាការពិតមែនវាមានន័យថាស្ត្រីដែលធ្លាប់ចុះហត្ថលេខាលើការទិញអចលនទ្រព្យថ្លៃបំផុតរបស់ទីក្រុងហុងកុងឥឡូវនេះគ្រប់គ្រងអ្វីដែលនៅសេសសល់នៃចក្រភពរបស់លោក Chen Xi ពោះពីលទ្ធភាពរបស់នាយកភាគច្រើនដែលអាចធ្វើទៅបានទោះជាយ៉ាងណាក៏ដោយតើនាងបានភៀសខ្លួនដើម្បីការពារគាត់ឬដើម្បីរក្សាអាណាចក្ររបស់គាត់សម្រាប់ខ្លួននាងតើអ្នកណាគឺជាអ្នកគ្រប់គ្រងលុយពិតប្រាកដក្នុងចំណោមអង្គភាពជាច្រើនដែលបានតាមដានឈ្មោះមួយក៏បានលេចឡើងម្ដងទៀតគឺសាជីវកម្ម Asia Unit Corporation ដែលបានចុះបញ្ជីជាផ្លូវការនៅក្នុងទីក្រុងហុងកុងឆ្នាំ2019វាបានដើរតួជាក្រុមហ៊ុនកាន់កាប់សម្រាប់ការវិនិយោគបរទេសប៉ុន្តែការស្វែងរកបញ្ជីឈ្មោះបានបង្ហាញនៅអ្វីដែលគួរឲ្យចាប់អារម្មណ៍នាយករបស់សាជីវកម្មនោះរួមមាន Chiu Ping Sun និង Sang Hai ដែលពួកគេទាំងពីរធ្លាប់បានជាប់ពាក់ព័ន្ធក្នុងខ្សែសង្វាក់កម្មសិទ្ធិនៃអគារការិយាល័យផ្លូវ68 Kimberley ជាក់ស្ដែងអាសយដ្ឋានរបស់សាជីវកម្ម Asia Unique Corporation ក្រោយមកត្រូវបានផ្លាស់ប្ដូរទៅអគារ42ជាន់ China Resources Building Wan Chai ដែលជាទីតាំងដែលប្រែទៅជាការិយាល័យទទេនិងគ្មានបុគ្គលិកនេះគឺជាអាសយដ្ឋានដូចគ្នាដែលត្រូវបានប្រើប្រាស់ដោយសាជីវកម្ម Allied Sika Corporation ដែលជាអង្គភាពហុងកុងដែលធ្លាប់គ្រប់គ្រង 50% នៃ Habanosa ដែលជាពាណិជ្ជករ Sika Kuiba ធំជាងគេលើពិភពលោកដែលមានកិច្ចព្រមព្រៀងក្នុងតម្លៃ $1.04 ពាន់លានក្នុងឆ្នាំ2020ប្រតិបត្តិការនោះក្រោយមកបានបង្ហាញថាជាប់ពាក់ព័ន្ធជាមួយនឹង Alvi Choi និង Chen Xi
គ្រប់ក្រុមហ៊ុនរាល់អាសយដ្ឋានឈ្មោះនីមួយៗធ្វើត្រឡប់ទៅបណ្ដាញតែមួយនៅក្នុងឯកសារពីប៉ូលីសស៊ុយអែតដែលបានរឹបអូសបាននៅក្នុងឆ្នាំ2025អ្នកស៊ើបអង្កេតបានរកឃើញតារាងអង្គការដែលបានបង្ហាញអំពីរបៀបដែលទ្រព្យសម្បត្តិរបស់លោកឈិនស៊ីហូវាបានបង្ហាញអំពីកម្មសិទ្ធិ7ស្រទាប់ដែលនីមួយៗត្រូវបានការពារដោយប្រព័ន្ធច្បាប់ផ្សេងៗគ្នានៅផ្នែកខាងលើគេជឿទុកចិត្តថាបានដាក់ស្លាកបន្ទាត់ចែតហើយខាងក្រោមក្រុមហ៊ុនដែលកាន់កាប់បានរីករាលដាលពេញប្រទេសចំនួន4តែក្រុមហ៊ុននីមួយៗគ្រប់គ្រងដោយនាយកដាច់ដោយឡែកហើយចែករំលែកទំនាក់ទំនងដែលมันអាចមើលឃើញជាមួយនឹង Print Group នៅពេលដែលតារាងទៅដល់ទីក្រុងហុងកុងមូលនិធិត្រូវបានផ្លាស់ប្ដូរទៅជាដើមទុនស្របច្បាប់គ្រប់គ្រាន់ដើម្បីទិញ Pig Mason ដោយមិនមានការជូនដំណឹងក្រុមហ៊ុនច្បាប់នៅក្រៅប្រទេសអន្តរការីធនាគារនិងក្រុមហ៊ុនសាវនកម្មមិនឃើញមានអ្វីខុសច្បាប់នោះទេពីព្រោះអ្វីៗទាំងអស់ត្រូវគ្នានឹងបញ្ជីត្រួតពិនិត្យនិងអនុលោមភាពគ្មានប្រតិបត្តិណាមួយដែលបំពានច្បាប់នោះឡើយហើយអ្នកស៊ើបអង្កេតកសលវិច័យបានពិពណ៌នាអំពីរចនាសម្ព័ន្ធឈូងសមុទ្ររបស់ឈិនស៊ីថាជាកូនកាត់រវាងការក្លែងបន្លំសារជីវកម្មនិងការធានារ៉ាប់រងពីភូមិសាស្ត្ររដ្ឋបាលសូម្បីតែបន្ទាប់ពីការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសនៅក្នុងខែតុលាឆ្នាំ2025ក្រុមអ្នកស្របច្បាប់របស់ឈិនស៊ីនៅក្នុងប្រទេសសិង្ហបុរីបានអះអាងថាគាត់លែងមានទ្រព្យសម្បត្តិនៅក្នុងឈ្មោះរបស់គាត់ទៀតហើយតាមបច្ចេកទេសពួកគេនិយាយពិតជាត្រឹមត្រូវហើយអ្វីគ្រប់យ៉ាងត្រូវបានគ្រប់គ្រងដោយមនុស្សដូចជាជូអ៊ីយុននិងបណ្ដាញរបស់នាងការចោទប្រកាន់របស់ក្រសួងយុតិធម៌សហរដ្ឋអាមេរិកដែលឥឡូវនេះមានចំនួន68ទំព័របានពិពណ៌នាថានេះគឺជាសហគ្រាសឧក្រិដ្ឋកម្មឆ្លងដែនដែលបិទបាំងដោយភាពស្របច្បាប់របស់ក្រុមហ៊ុនឈិនស៊ីជូអ៊ីយុននិងសហការីជាច្រើនអ្នកទៀតជាស្ថាបត្យករនៃប្រព័ន្ធសេដ្ឋកិច្ចខុសច្បាប់ដែលត្រូវបានរចនាឡើងដើម្បីបំផ្លែងប្រាក់ចំណេញពីឧក្រិដ្ឋកម្មទៅជាទ្រព្យសម្បត្តិស្របច្បាប់នាយកដ្ឋការហុងកុងក៏បានទទូចថាការស៊ើបអង្កេតកំពុងតែបន្តប៉ុន្តែជាការសម្ងាត់នៅពេលដែលការដាក់ទណ្ឌកម្មចុងក្រោយបានឈានទៅដល់ក្នុងខែតុលាឆ្នាំ2025ចក្រភពដែលឈិនស៊ីបានសាងសង់បានចាប់ផ្ដើមដួលរលំរួចទៅហើយនៅក្រោមការបំភាន់ខ្លួនអស់រយៈពេលជាង1ទសវត្សរ៍មកគាត់បានធ្វើប្រតិបត្តិការដូចជាធនាគារកណ្ដាលនៃអាស៊ីអាគ្នេយ៍ដោយបំផ្លែងការក្លែងបន្លំការជួញដូរមនុស្សការគ្រប់គ្រងរូបិយប័ណ្ណទៅជារឿងជោគជ័យដែលល្បីល្បាញជាសាធារណៈឈិនស៊ីក្រោមឈ្មោះជាភាសាអង់គ្លេសរបស់គាត់ដែលមានឈ្មោះថា Vincent Chen ត្រូវបានចោទប្រកាន់ពីបទដំណើរការគម្រោងក្លែងបន្លំការវិនិយោគដ៏ធំបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រទំនើបដោយការលាងលុយរាប់ពាន់លានដុល្លារតាមរយៈក្រុមហ៊ុនចុះបញ្ជីនៅហុងកុងនិងប្រើប្រាស់ឥទ្ធិពលនយោបាយដើម្បីការពារខ្លួនគាត់ពីការកាត់ទោសរបាយការណ៍នេះបានអះអាងចាប់ពីឆ្នាំ2016ដល់ឆ្នាំ2022 Print Group និងអង្គភាពពាក់ព័ន្ធរបស់គាត់ទទួលបានប្រាក់ចំណេញខុសច្បាប់ជាង 5,000 លានពីល្បែងអនឡាញនិងការបោកប្រាស់ដែលមានមូលដ្ឋានលើ Crypto ភ្លាមៗនោះ 127,271 Bitcoins ដែលមានតម្លៃប្រហែលជា 15,000 លានដុល្លារត្រូវបានបង្កក់នៅក្រោមទណ្ឌកម្មរបស់ OFAC សូម្បីតែឈិនស៊ីក៏បានបាត់ខ្លួនពីសាធារណៈហើយជូអ៊ីយុនគឺជាស្ត្រីឥតកំបាំងដែលទទួលបន្ទុកបណ្ដាញរបស់គាត់តាមសេចក្តីថ្លែងការណ៍បានឲ្យដឹងថានាងបានចាកចេញពីទីក្រុងហុងកុងទៅកាន់ទីក្រុងឌូបៃនៅក្នុងខែសីហាឆ្នាំ2024ត្រឡប់មកឯភ្នំពេញឯនេះវិញទីស្នាក់ការរបស់ក្រុមហ៊ុន Print Group បានបន្តប្រតិបត្តិការដោយអះអាងជាសាធារណៈថាប្រតិបត្តិការទាំងអស់គឺគោរពទៅតាមច្បាប់របស់ប្រទេសកម្ពុជាហើយរដ្ឋាភិបាលរបស់ប្រទេសកម្ពុជាបានផ្ដល់ការគាំទ្រយ៉ាងប្រុងប្រយ័ត្នដោយទទូចថាកម្ពុជានឹងសហការជាមួយដៃគូអន្តរជាតិនៅពេលដែលភស្តុតាងផ្លូវការត្រូវបានបង្ហាញអូខេបញ្ហារបស់ឈិនស៊ីដែលខ្ញុំយកមកអាប់ដេតនៅថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេតើអ្នកទាំងអស់គ្នាយល់ឃើញដូចម្តេចដែរចំពោះករណីមួយនេះសូមជួយបញ្ចេញមតិយោបល់អ្នកទាំងអស់គ្នានៅក្នុង comment ខាងក្រោមមកខ្ញុំបានដឹងផងហើយបើសិនជាមានកំហុសឆ្គងត្រង់ចំណុចណាមួយក៏សូមជួយខន្តីអភ័យទោសមួយវិញទៀតបើសិនជាអ្នកទាំងអស់គ្នាចង់ឧបត្ថម្ភជាកាហ្វេដល់ខ្ញុំបាទអ្នកទាំងអស់គ្នាអាច AVA តាម account ដែលខ្ញុំបានដាក់នៅលើវីដេអូនេះបានហើយកុំភ្លេចជួយ like subscribe channel របស់ខ្ញុំផងដើម្បីឲ្យខ្ញុំនឹងមានទឹកចិត្តបន្តផលិតវីដេអូជូនអ្នកទាំងអស់គ្នាបន្ថែមទៀតបាទសូមអរគុណហើយយើងនឹងជួបគ្នានៅក្នុងវីដេអូក្រោយ